ខ្ញុំសូមថ្លែងអរគុណដល់ប្រធានប្រតិបត្តិបកខេត្តក្រុងស្រុកឃុំទាំងអស់ដែលបានដឹកនាំសមាជិកសមាជិកាមកពីបណ្ដាខេត្តស្រុកឃុំមកចូលរួមក្នុងអង្គសមាជនេះហើយខ្ញុំក៏សូមថ្លែងអរគុណដល់គណៈកម្មាធិការគណៈកម្មការរៀបចំសមាជដែលបានប្រឹងប្រែងរៀបចំអស់រយៈពេលជាង1ខែដើម្បីរៀបចំអង្គសមាជនេះឲ្យបានដំណើរការក្នុងថ្ងៃនេះក៏សូមថ្លែងអរគុណដល់ក្រុមការងារគណៈបកក៏ដូចជាប្រធានគណៈបកប្រធានប្រតិបត្តិនៃគណៈបកខេត្តពោធិ៍សាត់ទាំងអស់ដែលបានខិតខំប្រឹងប្រែងព្រមទាំងបានរៀបចំទីតាំងនេះដើម្បីយើងបានធ្វើសមាជថ្ងៃនេះដែលជាសមាជមួយយ៉ាងសំខាន់សមាជយើងថ្ងៃនេះយើងអាចប្រព្រឹត្តទៅបានដោយសារដោយយើងបាននឹងស្រាប់ហើយគណៈបកប្រជាធិបតេយ្យមូលដ្ឋានយើងនេះប្រកាន់នៅគុណតម្លៃ3ធំធំទី1សាមគ្គីភាពទី2អហិង្សាហើយនិងទី3គឺយុត្តិធម៌បាទយុត្តិធម៌គុណតម្លៃទាំងអស់នេះហើយគឺជាយើងអាចថាជាសសរស្តម្ភយ៉ាងសំខាន់សម្រាប់គណៈបកប្រជាធិបតេយ្យរបស់យើងដែលបានឈរជើងតាំងពីកកើតរហូតមកដល់ថ្ងៃនេះគឺដោយសារយើងប្រកាន់ខ្ជាប់នៅគុណតម្លៃធំធំនេះសាមគ្គីភាពគឺជាស្មារតីមួយនៃការរួបរวมគ្នាតាំងពីថ្នាក់ក្រោមដែលយើងហៅថាមូលដ្ឋានហ្នឹងក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងនិន្នាការផ្សេងក៏យើងធ្វើការដោយមិនលំអៀងយើងប្រកាន់កណ្ដាលនិយមបាទហើយអហិង្សាមានន័យថាយើងធ្វើនយោបាយដោយមិនយើងធ្វើនយោបាយដោយមិនជេរមិនចោទមិនលាពួរមិនរើសអើងនិយាយរួមទៅគឺយើងធ្វើនយោបាយដោយប្រស្រ័យតាក់ទងគ្នាល្អនៅក្នុងសង្គមយើងមិនអហិង្សាហ្នឹងយើងសំដៅថាមិនមែនថាយើងមិនវាយគ្នាបានហៅថាអហិង្សាទេគឺតាំងពីពាក្យសម្ដីរបស់យើងដែលយើងនិយាយស្ដីទៅហ្នឹងគឺយើងហៅថាអហិង្សាហើយគឺយើងធ្វើនយោបាយបែបអហិង្សាបែបហ្នឹងដើម្បីមិនបង្កចំនួនហើយដើម្បីរក្សានៅសាមគ្គីភាពទូទាំងប្រជាជនទាំងអស់ទូទាំងប្រទេសទូទាំងនិន្នាការនយោបាយបាទយុត្តិធម៌បាទយុត្តិធម៌គណៈបកប្រជាធិបតេយ្យមូលដ្ឋានរបស់យើងនេះកើតឡើងដោយសារសង្គមយើងនេះវាអយុត្តិធម៌ណាស់ច្រើនយើងឃើញច្រើនទៅទីណាក៏ឃើញដែរអយុត្តិធម៌សង្គមអយុត្តិធម៌បញ្ហានៅតាមមូលដ្ឋានដូចជាបញ្ហាដីធ្លីបញ្ហាខ្លះពាក់ព័ន្ធទៅនឹងកាត់ក្តីដោះស្រាយបញ្ហាហ្នឹងគឺមានន័យថាវាអត់ស្មើភាពរវាងអ្នកមានអ្នកក្រអ្នកមានអំណាចចង់និយាយថាវាមែនតើទៅអយុត្តិធម៌តាំងពីពេលខ្លះសេវាកម្មខ្លះវាបើយើងអ្នកជួនក្រីក្រអីទៅអញ្ចឹងកន្លែងខ្លះអានេះតាមការសង្កេតបើសិនជាយើងអត់មានកម្រៃក្រៅអីផ្សេងយើងពិបាកទទួលសេវានឹងបានប៉ុន្តែបើអ្នកផ្សេងក្រៅពីប្រជាជនក្រីក្រហ្នឹង
អ្នកមានអំណាចអ្នកមានលុយហ្នឹងគាត់ងាយតែលឿនណាស់ធ្វើឯកសារផ្សេងៗអញ្ចឹងអានឹងហើយជាការដែលបញ្ជាក់ថាសង្គមយើងវាអយុត្តិធម៌ហើយយើងកើតឬក៏បង្កើត GDP យើងឡើងឬក៏គណៈបកប្រជាធិបតេយ្យមូលដ្ឋានយើងនឹងឡើងគឺដើម្បីតស៊ូមតិដើម្បីដោះស្រាយធ្វើយ៉ាងណាឲ្យសង្គមយើងមានយុត្តិធម៌បាទព្រោះយុត្តិធម៌វាជាបញ្ហាក្តោបទាំងអស់កាលណាអត់មានយុត្តិធម៌សង្គមនឹងវាកើតអំពើពុករលួយណាបង្កើតបពុនិយមបង្កើតសេវាកម្មអត់ស្មារតីភាពដូចខ្ញុំលើកឡើងមកអញ្ចឹងហើយបានជាយើងបង្កើតគណៈបព្វជិតតែមួយថាយើងឡើងនេះគឺដើម្បីដោះស្រាយបញ្ហាអស់ហ្នឹងរៀបចំប្រគួតប្រជែងគោលនយោបាយដើម្បីធ្វើយ៉ាងណាឲ្យសង្គមយើងមានយុត្តិធម៌បាទអញ្ចឹងសមាជវិសាមញ្ញយើងថ្ងៃនេះយើងមានគោលបំណងទី1យើងពិនិត្យសមាជិកគណៈយុដើម្បីយើងអនុម័តនៅពេលនេះគឺជារបៀបរយៈទី1គោលបំណងទី1ហើយគោលបំណងទី2គឺយើងធ្វើវិសោធនកម្មទៅលើប្រការមួយចំនួន3នៅក្នុងលក្ខន្តិកៈនៃគណៈបព្វជិតតែមូលដ្ឋាន